ក្នុងសង្គ្រាមព្រំដែនរវាងកម្ពុជាថៃចំនួន2លើកកាលពីពេលកន្លងទៅនេះបងប្អូនភាគច្រើនប្រកាសជាមានចម្ងល់ថាហេតុអ្វីកម្ពុជាមិនប្រើប្រាស់កាំជ្រួចវងដែលទំនើបបំផុតរបស់ខ្លួនប្រភេទ PHL-03 ដើម្បីវាយកំទេចទីតាំងកាន់កាប់របស់សត្រូវក្នុងវីដេអូនេះយើងនឹងមកដឹងអំពីមូលហេតុទាំង6ដែលកម្ពុជាមិនព្រមប្រើប្រាស់អាវុធធុនធ្ងន់ប្រភេទ PHL-03 នៅក្នុងសង្គ្រាមព្រំដែនកាលពីពេលថ្មីនេះហើយសូមបញ្ជាក់ផងដែរថា PHL-03 គឺជាកាំជ្រួចវងធុនធ្ងន់ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិនចំនួន6គ្រឿងនិងបានចូលបម្រើការជាផ្លូវការនៅក្នុងកងទ័ពកម្ពុជានៅអំឡុងខែឧសភាឆ្នាំ2022 PHL-03 គឺជាកាំជ្រួចវងធុនធ្ងន់ឬដែលគេហៅកាត់ថា MLRS វាត្រូវបានផលិតដោយក្រុមហ៊ុន Norinco របស់ប្រទេសចិននិងត្រូវបានដាក់ឲ្យចូលបម្រើការជាផ្លូវការក្នុងកងទ័ពរំដោះប្រជាជនចិននៅក្នុងឆ្នាំ2004វាប្រើប្រាស់កាំជ្រួចទំហំ300មីលីម៉ែត្រដែលមានបំពង់បាញ់ចំនួន12បំពង់ដែលបំពាក់ទៅលើរថយន្តយោធាកង់8វាមានទម្ងន់43តោនមានប្រវែងបណ្ដោយ12ម៉ែត្រទទឹង3ម៉ែត្រនិងកម្ពស់3ម៉ែត្រហើយដើម្បីធ្វើប្រតិបត្តិការទៅលើវាបានគេត្រូវការមនុស្សចំនួន4នាក់ហើយចំពោះលក្ខណៈពិសេសរបស់វាគឺទៅលើកាំជ្រួចដែលមានទំហំ300មីលីម៉ែត្ររបស់វាអាចមានសមត្ថភាពបំពាក់ក្បាលគ្រាប់ដែលមានទម្ងន់ចន្លោះពី200ទៅ280គីឡូក្រាមនៅក្នុងមួយដើមដែលក្បាលគ្រាប់ទាំងនោះមាន3ប្រភេទផ្សេងៗគ្នាដូចជាក្បាលគ្រាប់ផ្ទុះខ្លាំង HE ក្បាលគ្រាប់បែកចង្កោមនិងក្បាលគ្រាប់ខ្យល់ឥន្ធនៈដែលមានកម្ដៅក្តៅខ្លាំងដែលមុខងាររបស់វាផ្ដោតចម្បងទៅលើការវាយកំទេចលេនដ្ឋាននិងទីបញ្ជាការរបស់សត្រូវហើយសម្រាប់គ្រាប់របស់វាអាចបាញ់បានចម្ងាយពី70ទៅជាង130គីឡូម៉ែត្រអាស្រ័យទៅលើប្រភេទគ្រាប់ដែលបានបញ្ជាទិញរីឯកម្លាំងផ្ទុះរបស់វាវិញវាមានសមត្ថភាពកំទេចគោលដៅក្នុងបរិវេណរង្វង់ជាង1គីឡូដីជុំវិញកន្លែងដែលគ្រាប់ធ្លាក់បើនិយាយពីតម្លៃគ្រាប់របស់វាវិញវាមានតម្លៃចន្លោះពី$10,000ទៅ$30,000អាស្រ័យទៅលើប្រភេទក្បាលគ្រាប់នីមួយៗវាមិនត្រឹមតែប្រើប្រាស់គ្រាប់ធម្មតានោះទេវាក៏អាចបំពាក់នៅក្បាលគ្រាប់ចាប់គោលដៅដោយបញ្ជាពីផ្កាយរណបឬក៏បញ្ជាផ្ទាល់ពីយន្តហោះគ្មានមនុស្សបើកបានផងដែរប៉ុន្តែគ្រាប់ប្រភេទនេះមានតម្លៃថ្លៃដោយតម្លៃចាប់ពី$30,000ឡើងទៅហើយបើយើងនិយាយអំពីសមត្ថភាពរបស់រថយន្តកង់8វិញគឺវាបានបំពាក់មុខជាមួយនឹងម៉ាស៊ីនម៉ាស៊ុតដែលមានកម្លាំងសេះចំនួន500 HP និងមានស៊ីឡាំងចំនួន8ស៊ីឡាំងដែលនាំឲ្យវាអាចបើកបរបានចម្ងាយ650គីឡូម៉ែត្រក្នុងចំនួនធុងប្រេងឥន្ធនៈមួយពេញជាមួយនឹងល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងដោយយើងបានដឹងរួចមកហើយកាលពីសង្គ្រាមព្រំដែនជាមួយថៃ2លើកកន្លងមកនេះកម្ពុជាយើងប្រើប្រាស់តែកាំជ្រួចវងស៊េរីចាស់ដូចជា BM21, OM70, PHL81 និង PHL90B តែប៉ុណ្ណោះចំណែកឯកាំជ្រួចវងដែលទំនើបបំផុតរបស់កម្ពុជាប្រភេទ PHL03 មិនទាន់បានចេញមុខនៅឡើយទេហើយនេះគឺជាមូលហេតុទាំង6ដែលកម្ពុជាសម្រេចចិត្តមិនប្រើប្រាស់វា1ហានិភ័យនៃការកើនឡើងនៃភាពតានតឹង PHL03 មិនមែនជាអាវុធយុទ្ធសាស្ត្រទេវាជាប្រព័ន្ធកម្រិតយុទ្ធសាស្ត្រដែលបាញ់បានចម្ងាយឆ្ងាយរហូតដល់ជាង130គីឡូម៉ែត្រនិងបំពាក់ក្បាលគ្រាប់ដែលមានសមត្ថភាពបំផ្លិចបំផ្លាញខ្លាំងវាត្រូវបានរចនាឡើងមកដើម្បីវាយប្រហារគោលដៅជ្រៅៗមូលដ្ឋានទ័ពទីបញ្ជាការយោធានិងមជ្ឈមណ្ឌលភស្តុភារបើសិនជាកម្ពុជាបាញ់ PHL03 គ្រាប់រ៉ុកែតអាចវាយប្រហារជ្រៅទៅក្នុងប្រទេសថៃមិនមែនគ្រាន់តែតំបន់ព្រំដែននោះទេនោះអាចនឹងបង្កឲ្យមានការសងសឹកដ៏ធំឬពង្រីកចំនួនឲ្យកាន់តែធំជាងមុនដូច្នេះថ្នាក់ដឹកនាំបានគិតពិចារណាច្បាស់លាស់ណាស់មុននឹងសម្រេចចិត្តប្រើប្រាស់វាលុះត្រាតែវាជាសង្គ្រាមធំទាំងស្រុង2មិនស័ក្តិសមសម្រាប់ប្រើប្រាស់ការប៉ះទង្គិចគ្នាតាមព្រំដែនការប៉ះទង្គិចគ្នាថ្មីនេះជាធម្មតាគឺមានទ្រង់ទ្រាយតូចចម្ងាយជិតនិងគោលបំណងមានកំណត់ PHL03 ត្រូវបានរចនាឡើងសម្រាប់ការបាញ់ប្លង់ចម្ងាយឆ្ងាយនិងការបំផ្លិចបំផ្លាញមានទំហំធំការប្រើប្រាស់វានៅជិតព្រំដែនមានហានិភ័យដូចជាការបាញ់លើសគោលដៅការវាយប្រហារតំបន់ដែលមិនបានគ្រោងទុកការស្លាប់នៅរបួសជនស៊ីវិលនេះគឺជាគ្រោះថ្នាក់ខាងផ្នែកនយោបាយអន្តរជាតិ3សម្ពាធអន្តរជាតិកម្ពុជាគឺជាផ្នែកមួយនៃអាស៊ានលើកកម្ពស់ការបន្ធូរបន្ថយភាពតានតឹងតាមរយៈយន្តការផ្សេងការប្រើប្រាស់រ៉ុកែតធុនធ្ងន់អាចនឹងបំផ្លាញមុខមាត់កម្ពុជាលើឆាកអន្តរជាតិនិងបង្កសម្ពាធការទូតឬក៏អាចនាំមកនូវទណ្ឌកម្មនិងការអន្តរាគមន៍ផ្សេង4អាវុធបំរុងយុទ្ធសាស្ត្រអាវុធធុនធ្ងន់ដូចជា PHL03 គោលបំណងដែលយើងទិញមកមិនមែនដើម្បីតែវាយប្រហារតែមួយមុខប៉ុណ្ណោះនោះទេ
វាអាចជាអាវុធចិត្តសាស្ត្រដើម្បីបង្ហាញសត្រូវអំពីសេចក្ដីរបស់យើងថាយើងក៏មានអាវុធខ្លាំងសម្រាប់ប្រើប្រាស់ផងដែរហើយណាមួយសត្រូវក៏មានអាវុធខ្លាំងធន់ធ្ងន់របស់ខ្លួនបើសិនជាយើងប្រើប្រាស់ PHL-03 គេក៏ប្រើប្រាស់អាវុធខ្លាំងរបស់ខ្លួនបាញ់ស្រោចមកលើយើងដូចគ្នាដូច្នេះហើយក្នុងសង្គ្រាមអាវុធខ្លះប្រើសម្រាប់តែជាការគំរាមដល់សត្រូវតែប៉ុណ្ណោះ 5. ការកំណត់គោលដៅនិងស៊ើបការសម្ងាត់ដើម្បីប្រើប្រាស់ PHL-03 ប្រកបដោយប្រសិទ្ធភាពខ្ពស់គេត្រូវការកំណត់គោលដៅដោយប្រព័ន្ធកែរណបឬក៏យន្តហោះគ្មានមនុស្សបើក coordinate ច្បាស់លាស់ស៊ើបការសម្ងាត់តាមពេលវេលាជាក់ស្ដែងប៉ុន្តែធម្មតាការប៉ះទង្គិចគ្នាតាមព្រំដែនតែងតែមានចលនាឬក៏ធ្វើការបំលាស់ទីមានសភាពលឿនមិនមែននៅមួយកន្លែងនោះទេគោលដៅអាចមានចំនួនច្រើនតែមានទំហំតូចពេកឬក៏ចល័តផ្លាស់ទីលឿនពេកការប្រើប្រាស់អាវុធយុទ្ធសាស្ត្រធំៗបែបនេះគឺជាហានិភ័យនៃការខ្ជះខ្ជាយគ្រាប់រ៉ុកែតដែលមានតម្លៃថ្លៃខ្លាំង 6. តម្លៃនៃការបាញ់ក្នុងមួយលើកគ្រាប់របស់ PHL-03 អាចមានតម្លៃចន្លោះពី $10,000 ទៅ $30,000 នៅក្នុងមួយគ្រាប់ហើយសម្រាប់ PHL-03 មួយគ្រឿងការបាញ់មានចំនួន12គ្រាប់សរុបជាតម្លៃទឹកប្រាក់ប្រហែលជាជាង$1 លានទៅ $4 លានសម្រាប់តម្លៃប៉ុណ្ណេះបើប្រើប្រាស់ដើម្បីកំទេចអង្គភាពតូចៗឬក៏តំបន់ដែលសត្រូវគ្រាន់តែកាន់កាប់បណ្ដោះអាសន្នវាពិតជាមិនស័ក្តិសមនឹងតម្លៃនោះទេសរុបមកវិញនេះគឺជាមូលហេតុធំៗទាំង6ដែលប្រទេសកម្ពុជាមិនបានប្រើប្រាស់អាវុធប្រភេទនេះនៅក្នុងសង្គ្រាមទាំងពីរលើកគ្រប់អាវុធទាំងអស់មិនមែនចេះតែប្រើប្រាស់តាមតែចិត្តក្តៅនោះទេមុននឹងប្រើប្រាស់គេត្រូវស្ទាបស្ទង់កម្លាំងរបស់សត្រូវនិងចិត្តសាស្ត្ររបស់ពួកគេជាមុនសិន